Hello ឥឡូវហ្នឹងគឺយើងមកដល់សន្តាគារកន្លែងគេញ៉ាយបងប្អូននឹងចង់មកចែករំលែកពីកន្លែងសន្តាគារខ្ញុំរកបានកន្លែងសន្តាគារខ្មែរយើងល្អណានៅកំពង់សោមយើងហ្នឹងណាមើលខ្ញុំថតឲ្យមើលនេះនិយាយទៅគឺធំស្អាតមែនតើហ្មងណាគេញ៉ាំអត់ឲ្យពេលដែលគេផ្សាយហ្នឹងគឺថាអញ្ចឹងគេថតមកឃើញអញ្ចឹងហើយយើងមកដល់គឺអញ្ចឹងមែនគេញ៉ាំហើយតម្លៃគឺថាសមរម្យនិយាយទៅគឺស្អាតគាត់ទៅចូលមកគឺពេញចិត្តស្ដោកហ្មងណាហើយបើ view គេវិញនេះនេះកញ្ញាឃើញមកសមុទ្របានបន្តិចនេះឃើញមកសមុទ្របានបន្តិចឯថាបានអាគារតែវាមិនអីយ៉ាងតិចទៀតយើងជិះឡានទៅលេងនៅក្រៅអីចឹងណាយើងមិនចាំបាច់ត្រូវការមើល view ទៅលើហ្នឹងទេហើយតែគេមានអាហារទឹកមាន free អាហារពេលព្រឹកព្រលឹមឡើងអីចឹងណានិយាយទៅរកបានកន្លែងគេងស្អាតមានអារម្មណ៍សុបាយចិត្តណាហ្នឹងហើយបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះដែរគឺចង់មក recommend ពីស្ថានភាពផ្ទះ4នៅកំពង់សោមយើងហ្នឹងណានិយាយទៅគឺខ្ញុំធ្លាប់ដើរគេងស្ថានភាពរៀងច្រើនកន្លែងដែរតែស្ថានភាពនេះគឺល្អខ្លាំងមែនតើណាផ្កាយ4ចំជាផ្កាយ4របស់គេមែនបងប្អូននិយាយទៅគឺថាទេសភាពអីឬមួយក៏បន្ទប់អីហ្នឹងគឺមានសភាពធំទូលាយគឺថាស្អាតឡើងលក្ខណៈថា clean ហ្មងណាបើនិយាយពីឲ្យ rate វិញគឺខ្ញុំ rate 9 លើ 10និយាយទៅគឺថាមិនថាពូកគេក៏គេងស្រួលហើយម៉ាស៊ីនត្រជាក់គេគឺត្រជាក់ល្អហើយគេមាន Sky Bar មានអាងហាយទឹកមាន free អាហារពេលព្រឹកអីចឹងណានិយាយទៅគឺថាយើងអាចស្នាក់នៅហ្នឹងហើយគឺលេងមកអស់ថ្ងៃហ្មងណាឃើញអត់បងប្អូនទាំងគ្នានិយាយទៅពូកគេគឺមានសភាពល្អខ្លាំងមែនតើហ្មងណាគឺយើងលោតមិនក៏អត់មានត្រុតដែរនិយាយទៅគឺថាផ្កាយ4របស់គេមែនហ្មងណាគឺថា relax សាហាវនឹងឲ្យបងប្អូនទាំងគ្នានិយាយទៅវីដេអូនេះគឺខ្ញុំធ្វើការលេងសើចទេដោយសារយូរខ្ញុំមកដើរលេងម្ដងចឹងខ្ញុំចង់ថតជាវីដេអូដែរដូចថាជាអនុស្សាវរីយ៍មួយដែលពេលយើងទៅដើរលេងទៅយើងបែបលក្ខណៈថាយើងចង់លេងធ្វើដូចកូនក្មេងអីចឹងណាគុំដូចថាយើងជីវិតយើងនៅធម្មតាគឺយើងបែបចាស់ទុំបែបភាពរៀបសារអីចឹងទៅគាត់ក្រំតែដល់ពេលថ្ងៃនេះដែរគឺគ្រាន់តែចង់ទុកមើលជាអនុស្សាវរីយ៍ដែលពេលដែលខ្លួនឯងសើចសប្បាយជាចរិតកូនក្មេងអីចឹងបែបអត់មានទុកកង្វល់អីសោះចឹងវាមានរូបរាងបែបម៉េចវាមានសភាពបែបម៉េចអីចឹងណាចឹងហើយបងប្អូនកុំប្រកាន់គ្រាន់តែមើលដើម្បីសើចលេងទាំងគ្នាអញ្ចឹងណាបើអ្នកណាចង់មើលថាលក្ខណៈថាមានអារម្មណ៍មិនស្រួលចិត្តទេអូចោលទៅមិនបាច់មើលទេអញ្ចឹងណានេះវីដេអូនេះគឺខ្ញុំគ្រាន់តែទី1ចង់បញ្ជាក់រំលែកពីបទពិសោធន៍ដែលខ្ញុំបានរកកន្លែងគេនៅកំពង់សោមបានស្អាតអញ្ចឹងណាហើយតម្លៃគេសមរម្យអីចឹងទៅហើយទី2ហ្នឹងគឺគ្រាន់តែទុកជាអនុស្សាវរីយ៍ទុកមើលខ្លួនឯងពីថ្ងៃក្រោយទេអញ្ចឹងណាមើលបងប្អូនមើលឃើញអានេះធ្វើលេងឡើយចូលមែនតើចូលដើមនេះថាបុកខ្លួនក្រែចុះឲ្យឡើងលោកស្បែកឈឺមែនតើណាបងប្អូនប៉ុន្តែដោយសារតែយើងកំពុងសប្បាយរីករាយអញ្ចឹងទៅភ្លេចអារម្មណ៍ឈឺហ្នឹងទៅវាឈឺតែមួយផ្លែទេអញ្ចឹងហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំមកធួពីបន្ទប់ស្ថាប័ននៅនឹងឲ្យមើលឲ្យពេញហ្មងណាចង់ដឹងថាមានអីគេខ្លះចឹងណាហើយជំហានដំបូងហ្នឹងគឺនៅមុខទ្វារហ្នឹងគឺមានទូកៅអៅល្អប៉ុណ្ណាណែហើយគាត់ឡើងទូគេឡើងស្អាតហើយទៅបើនិយាយពីបន្ទប់ទឹករបស់គេវិញគឺមានសភាពធំទូលាយខ្លាំងមែនតើគឺមានអាងត្រាំទឹកមួយហើយកន្លែងនោះកញ្ចក់ថ្លាយើងចង់បើកក៏បានបិទក៏បានអីចឹងណាហើយគេមានកន្លែងគេដោះថ្មីហើយនឹងកន្លែងមួយទឹកដាច់ដライហើយនឹងបកូនអញ្ចឹងណាហើយមើលសភាពបន្ទប់គេគឺថាមានសភាពទូលាយខ្លាំងមែនតើហ្មងណានិយាយទៅគឺចូលមកគឺតិចឡើងរហូតដោយសារគេក្រាលបាតហ្នឹងជាបែបលក្ខណៈក្រូឈើអញ្ចឹងហើយពេលម៉ាស៊ីនតិចបើកមកគឺថាមានជាតិចជាប់នៅហ្នឹងមកហើយខ្ញុំនិយាយពីកន្លែងទ្វារកន្លែងគេទៅហៀងទៅវិញបងប្អូនកន្លែងទ្វារនេះដែរគឺថាពេលដែលយើងមានគ្រួសារធំអីយើងអាចយកបន្ទប់ពីរជាប់គ្នាក៏បានដែរវាទ្វារហ្នឹងគឺទម្លុះទៅមកឲ្យកូនក្មេងរត់ចេញចូលឬក៏យើងឆ្លងកាត់អីចេញចូលបានអញ្ចឹងណានិយាយទៅគឺពិសេសកន្លែងហ្នឹងហ្មងនេះឥឡូវហ្នឹងយើងទៅមើលទេសភាពនៅខាងក្រៅដែលមុននឹងជិះថតពីក្រៅមកណែមកភ្លើងគេផងឃើញអត់នេះទៅស្អាតមិនដឹងស្អីគេកន្លែងអីគេកន្លែងហ្នឹងនេះយប់នឹងចាត់ការហើយឡើងទៅ Sky Bar ស្អាតអូយបើបានផ្ទះកតុកចឹងអីនឹងល្អមិនអាកញ្ចក់នេះយើងចង់ sexy lady អីយើងបាច់បិទអាក្នុងនេះក៏បានដែរ Oh my god ស្អាតនេះក្រែគេរៀបចំឲ្យឃើញអត់ចឹងតែឥឡូវហ្នឹងគឺយើងកំពុងតែរៀបចំខ្លួនឡើងទៅ Sky Bar ខាងលើចឹងណាហើយទៅយើងចាំទៅមើលទាំងអស់គ្នាថាតើនៅ Sky Bar គេហ្នឹងមានអីគេលេងខ្លះចឹងណាហើយ Sky Bar គេហ្នឹងគឺនៅជាន់ទី10បងប្អូនទាំងអស់គ្នាតោះកុំមកអង្គយូរធ្វើដំណើរទៅទាំងអស់គ្នាដើរទៅអស់ដែរអស់ជើងលីងកំពូលនេះដើរនឹងមិនអត់ខ្ញុំមានបជ្រុយជើងមួយជីវិតខ្ញុំគឺដើរលេងរហូតបាទជ្រុយដែរមែនម៉ែអើយយើងមាននិស័យអ្នកបជ្រុយបាតជើងបជ្រុយជើងហ្នឹងគឺបានជួបគ្នាដើរដូចជួបដើរឯងតតក្រតតាលាយលោកដីដើរលោកដីលោកផ្ទះដើរលេដើរទៅទីកន្លែងចឹងហើយទៅយើងគិតដូចគ្នាថាចេះ
កាត់មួយជាតិមួយចានយើងទុកលុយធ្វើអី តែណាក៏មកលើមុននេះ ទៅលើ 10ហ៎ ជាន់ទី10បងប្អូននេះជាន់ទី10ណាហើយចាំតិចទៅថតមកគ្នាអីគ្រូបួននេះឡើងទៅនេះឃើញអត់យើងធ្វើ Skype បានយើងដើរទៅតន់ខ្លួនយើងនឹងក្មេងពេលយើងចាស់ទៅយើងទៅចូលវត្តចូលវាចាស់បោះ ដល់ហើយដល់ហើយដល់នេះនែមកដល់ឡើង Skype បានទេមើលមានអីគេខ្លះចាំមើលថត My God ស្អាតណែអូទៅភាពស្អាតណាស់នេះ Oh my God ស្អាតទៅស្ភៀមជំនាញ Skype បានស្អីអីចឹងហើយទៅមានអាងហែទឹកទៀតព្រលឹមឡើងចាំមកហែព្រលឹមឡើងចាំមកហែចាំថតទៀតតែសំខាន់យើងមើលទៅស្ភៀមចុះថាទៅស្ភៀមស្អាតកម្រិតណានេះមើលពីលើទៅនេះហើយលហើយស្រួល Hello ឥឡូវយើងមកអង្គុយនៅស្គាំហើយ ភ្លើងមកវិញមិនគេដាច់ភ្លើង ភ្ញាក់មកមិញនេះគេបិទភ្លើងគេដេញស្ទុកគេបើកវិញហើយខ្ញុំចង់ប្រាប់ថាចេះថ្ងៃហ្នឹងមកធួពី Skype បាន ទៅចា ស្អាតមែនមានគេលួចថតទៀត Hello បងសួរបងឯងមួយអាគារនៅក្រោយនេះបងឯងដឹងអត់ថាក្នុងនោះមានមនុស្សប៉ុន្មាននាក់ទាយដឹងដែរទាយមើលឥឡូវទាយទៅដឹងថាក្នុងនោះមានមនុស្សប៉ុន្មាននាក់ចង់ដឹងថាត្រូវឬក៏អត់អញ្ចឹងណា លឺដូចជាអត់ឃើញគេទៅពូល ទាយឲ្យទាយ 100នាក់ ទាយប៉ុណ្ណាណៃ100នាក់ ចុះបើអាងឹតមកខាងនេះអាងឹតមិនដែលណាមានមនុស្សទេ អត់ចេះមើលខ្ញុំក៏អត់ដឹងប៉ុន្មាន លឺជា ហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងវីដេអូចែករំលែកពីការធួពីបន្ទប់ស្ថានភាពរំដាប់ថ្ងៃ4នៅកំពង់សោមរបស់យើងហ្នឹងក៏បានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនដែលបានទស្សនាតាំងពីដើមរហូតមកដល់ចប់ហើយបើសិនជាស្រឡាញ់ចូលចិត្តកុំភ្លេចជួយ Subscribe Channel YouTube របស់អូនម្នាក់មួយផងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ